បាទនោះគឺជាខ្លោងទ្វារចូលទៅប្រាសាទនៅជាន់ទី3បាទនៅក្នុងនោះគឺសម្បូរប្រាសាទជាច្រើនហើយធំដែលនេះល្អបាទនេះគឺជាខាងក្រៅបរិវេណប្រាសាទជាន់ទី3បាទខ្ញុំអត់ទាន់បានចូលទៅមើលខាងក្នុងទេគឺថតនៅខាងក្រៅប្រាសាទបាទថតជុំវិញប្រាសាទបាទនោះគឺជាជម្រាលជើងភ្នំបាទប្រាសាទនេះគឺសម្បូរទៅដើមឈើចម្រុះបាទមានដើមធ្នង់កើព្រៃដើមកកោះបាទសម្បូរជាងគេគឺដើមសាឡាវបាទមានធំណាស់បាទនេះគឺជាដើមកើបាទកើព្រៃបាទផ្លែកើព្រៃដូចជាកើស្រុកដែរគាត់នៅផ្លែវាតូចមានសម្លេងដូចគ្នាបាទនោះគឺជាដើមស្លាវធំបាទហើយតូចងត់ជាដើមធ្នង់បាទដុះចម្រុះបាទប្រាសាទហ្នឹងស្រស់ស្អាតហើយបរិវេណក៏បានរក្សាបាទថែទាំស្រស់ស្អាតដូចគ្នាតែងតែមានការមកកាប់លួសកូនឈើដែលដុះរុំព័ទ្ធប្រាសាទដែលដុះលើប្រាសាទបាទហើយមើលទៅទេសភាពស្រស់ស្អាតបាទប្រាសាទអ្នកបួសគឺនៅជើងភ្នំហើយពុកម៉ែបងប្អូនមកលេងបាទខ្ញុំធ្លាប់មកលេងបាទលើកទី3ហើយចង់មកថតជាវីដេអូបាទអត់ថតកាត់ខ្លីទេគឺចង់ថតវែងនឹងគ្រប់ជ្រុងជ្រោយឲ្យពុកម៉ែបងប្អូនបានទស្សនាឲ្យបានសព្វគ្រប់បាទហើយខ្ញុំក៏ធ្លាប់ឡើងភ្នំខាងប្រាសាទអ្នកបួសហ្នឹងម្ដងដែរប៉ុន្តែឡើងបានត្រឹមតែចង្កេះភ្នំមកដល់កំពូលទេដោយសារព្រៃវាស្ងាត់ហើយខ្ញុំមកតែម្នាក់ឯងបាទហើយលើកនេះក៏ខ្ញុំនឹងឡើងទៀតដែរប៉ុន្តែថតប្រាសាទឲ្យពុកម៉ែបងប្អូនបានមើលឲ្យបានស្គាល់ពីប្រាសាទបុរាណខ្មែរយើងខាងប្រាសាទអ្នកបួសបាទប្រាសាទនឹងស្រស់ស្អាតណាស់បាទគ្រាន់តែមានបរិវេណលបងខ្លះមានការបាក់បែកខូចខាតកន្លែងខ្លះក៏នៅល្អបាទនេះគឺជាខាងក្រៅហើយបរិវេណចិត្តនេះគឺសម្បូរថ្មដាធំបាទគឺភេទជាថ្មបាទហៅថ្មផុយមិនមែនថ្មដាដែលយើងដែលវាយទៅចេញភ្លើងថ្មដែលហ្នឹងទេវាគឺជាភេទថ្មដែលផុយបាទនៅនេះគឺសម្បូរថ្មណាស់បាទទៅសម្បូរប្រាសាទដែរនៅបរិវេណបាទនៅទីតាំងប្រាសាទអ្នកបួសគឺមានប្រាសាទ3បាទប្រាសាទអ្នកបួសធំជាងគេតប